បើសិនជាបងប្អូនសួរថាតើគិតយ៉ាងណាពេលដែលសៀមបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ5នាក់នឹងមានម្នាក់ទៀតនឹងបាត់បង់ជីវិតហើយទម្លាក់កំហុសថាខ្មែរនឹងបាញ់ប្រជាពលរដ្ឋខ្លួនឯងយើងមិនចាំបាច់គិតថាបើសិនជាមានសង្គ្រាមធំខូចខាតឬមួយក៏ស្លាប់ទេព្រោះដោយសារតែជនជាតិយើងហើយនឹងកងទ័ពរបស់ខ្មែរយើងនឹងគឺអត់ខ្លាចស្លាប់ទេរួចក៏មិនខ្លាចខូចខាតអ្វីដែរពីព្រោះហ៊ានលះបង់គ្រប់យ៉ាងដើម្បីជាតិនឹងអាចសងសឹកឈាមត្រូវសងដោយឈាមឥឡូវហ្នឹងគឺពួកសៀមវាបានផ្សាយហើយក៏វាបានប្រកាសថាអញ្ចឹងមានជាវីដេអូកាមេរ៉ានឹងទៅសេថាកងទ័ពខ្មែរយើងនឹងបានបាញ់ទៅប្រជាពលរដ្ឋខ្លួនឯងពួកវាមិនបានបាញ់ទេចាពួកវាប្រកែកថាពួកវាអត់បានបាញ់ទេប៉ុន្តែត្រូវបានព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាលយើងផ្សាយថ្កោលទោសលើកងទ័ពសៀមបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរអញ្ចឹងហើយឥឡូវហ្នឹងតើត្រូវធ្វើយ៉ាងណាបន្តក្រៅពីថ្កោលទោសសៀមមាន3ជំរើសដើម្បីឆ្លើយតបទៅសៀមណាទី1ហ្នឹងគឺបន្តថ្កោលទោសនិងបន្តនីតិវិធីដើម្បីឲ្យសៀមហ្នឹងទទួលខុសត្រូវនៅអ្វីដែលសៀមបានធ្វើផ្អែកលើអ្វីដែលមានទី2ហ្នឹងគឺរងចាំឱកាសសរុបទាំងការទាំងដើមពីព្រោះចៅបានលួចហើយគឺវាធ្លាប់ដៃហើយបងប្អូនចាគង់តែមានថ្ងៃមួយយើងចាប់បានចៅហ្នឹងទេព្រោះដោយសារតែវាធ្លាប់លួចហើយអញ្ចឹងវាធ្លាប់ដៃហើយធ្លាប់លួចបានម្ដងហើយគាត់ថាគេចាប់អត់បានអញ្ចឹងថ្ងៃក្រោយលួចទៀតអញ្ចឹងពេលដែលវាលួចទៀតហ្នឹងគង់តែមានថ្ងៃណាដែលយើងចាប់បានវាទេបងប្អូនទី3ដើម្បីសម្រាប់សត្រូវគ្រាន់តែធ្វើនៅរឿងត្រឹមត្រូវក៏សត្រូវឈឺចាប់ពិបាកជាងស្លាប់សម្រាប់សៀមគឺគ្មានជំរឿផ្សេងទេបងប្អូនបើសួរថាអញ្ចេះចោតមានជំរឿបាញ់វិញទេអីបងប្អូនណាយើងត្រូវគិតថាអញ្ចេះទី1ហ្នឹងគឺបាញ់ដើម្បីអ្វីទី2ហ្នឹងគឺដើម្បីសងសឹកឬមួយក៏ដើម្បីទឹកដីចាអាហ្នឹងយើងត្រូវយល់ពីចំណុចហ្នឹងណាបងប្អូនចាំមិនចេះតែបាញ់ទេណាបើគិតបែបហ្នឹងមែនណាពិតជាអត់ត្រឹមត្រូវទេបងប្អូនប៉ុន្តែបើសិនជាយើងគិតឲ្យលើសពីហ្នឹងណាយើងក៏ដឹងដែរបើសិនជាខ្មែរផ្ទុះអាវុធភ្លាមសៀមចាប់ផ្ដើមវាចាប់ផ្ដើមចោតមកខ្មែរថាខ្មែរហ្នឹងគឺជាអ្នកឈ្លានពានសៀមហើយជាសង្គ្រាមសៀមស្របច្បាប់បើត្រឹមតែជាសង្គ្រាមរវាងសៀមហើយនិងខ្មែរយើងពិតជាអត់ខ្លាចទេបងប្អូនចាចំពោះសង្គ្រាមមួយហ្នឹងគឺយើងមិនខ្លាចជាដាច់ខាតតែម្ដងប៉ុន្តែនេះគឺត្រូវអន្តរជាតិថ្កោលទោសខ្មែរត្រូវបានបរទេសដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចខ្មែរនិងគាំទ្រសង្គ្រាមសៀមឈ្លានពានខ្មែរដូច្នេះហើយតើគួរតែនៅមានសង្គ្រាមនឹងដែរឬអត់តើយើងគប្បីនឹងឲ្យកងទ័ពខ្មែរពាក់លីកាពីមុនដែរឬទេអញ្ចឹងហើយទៅមានពាក្យមួយថាបើសិនជាសង្គ្រាមណាជាសង្គ្រាមទល់មុខជាមួយនឹងខ្មែរបរទេសមិនឈ្នះខ្មែរយើងទេខ្មែរចាញ់ព្រោះតែគេប្រើល្បិចដ៏ថោកទាបដើម្បីឈ្នះខ្មែររូបភាពអ្វីក៏មានដែរកាលពីសម័យមុនបងប្អូនចាជាតិសាសន៍ខ្មែរយើងគឺជាជាតិសាសន៍ត្រឹមត្រូវតែងតែទទួលនៅការឈ្លានពានដោយកលល្បិចរបស់សត្រូវហើយចាប់ពីពេលនេះទៅយើងត្រូវតែមានការប្រុងប្រយ័ត្ននៅឲ្យបានឆ្ងាយពីសៀមកាន់តែឆ្ងាយកាន់តែល្អបងប្អូនចាកាន់តែឆ្ងាយកាន់តែល្អពីព្រោះថាសៀមហ្នឹងគឺពួកវាមានកលល្បិចច្រើនណាស់ពួកអាហ្នឹងគឺជាតិសាសន៍របស់វាល្បិចច្រើនណាស់បងប្អូនបើរឿងល្បិចវិញណាបើសិនជាមានការប្រឡងប្រើល្បិចគឺពួកវាជាប់លេខ1ហើយគ្មានប្រទេសណាជាប់លេខ1ដោយពួកជាតិសាសន៍វាទេបងប្អូនចាពួកដោយសារតែវាប៉ុណ្ណារឿងល្បិចកិច្ចកលអីហ្នឹងឲ្យតែខ្មែរប្រហែសខ្លួនមិនតិចបងប្អូនចាំមើលដូចរបៀបវាពួនបាញ់មកលើខ្មែរយើងអញ្ចឹងក្នុងស្ថានភាពនេះខ្មែរយើងគឺអត់អាចធ្វើអ្វីតាមតែចិត្តក្តៅនោះទេប៉ុន្តែយើងក៏មិនទ្រាំហើយនឹងអត់ធ្មត់ដែរគឺត្រូវតែសហការគ្នាជាមួយនឹងរាជរដ្ឋាភិបាលយើងដើម្បីតតាំងជាមួយនឹងសៀមទោះជាសង្គ្រាមការទូតឬមួយក៏សង្គ្រាមអ្វីក៏ដោយឲ្យតែរាជរដ្ឋាភិបាលយើងត្រូវការយើងពួកយើងត្រូវតែឯកភាពនិងចូលរួមជានិច្ចនិងសូមកុំភ្លេចណាបងប្អូនណារឿងដែលសំខាន់បំផុតនោះគឺបន្តពហិការរបស់សៀមដើម្បីផ្ដាច់សរសៃឈាមរបស់សៀមឬមួយក៏សេដ្ឋកិច្ចរបស់សៀមឲ្យបានហើយរឿងដ៏សែនគ្រោះថ្នាក់មួយទៀតដែលពួកសៀមវាចង់ឃើញណាបងប្អូនក្រោយពីបាញ់ប្រហារមកខ្មែរហើយគឺឲ្យពួកអាអ្នកប្រឆាំងនៅក្រៅហ្នឹងគឺចាប់ផ្ដើមវាយប្រហារមកលើរាជរដ្ឋាភិបាលខ្មែរដើម្បីបំបែកបំបាក់នៅសាមគ្គីខ្មែរបើសិនជាខ្មែរជឿទៅលើពួកគេប្រទេសខ្មែរគឺអាចនឹងកើតសង្គ្រាមតវ៉ាមតិបែកបាក់ប្រទេសក្នុងនៅក្នុងពេលនោះគឺយើងមិនអាចមានអ្វីដើម្បីធ្វើសង្គ្រាមឈ្នះសៀមទេបងប្អូនទោះជាសង្គ្រាមការទូតនិងជាសង្គ្រាមទល់មុខក៏ដោយដូច្នេះហើយបានខ្ញុំសូមឲ្យបងប្អូននឹងរបៀបថាត្រូវរួមមតិរួមចិត្តគំនិតតែមួយជាមួយនឹងរាជរដ្ឋាភិបាលពីព្រោះគ្រោះថ្នាក់ណាស់បើសិនជាខ្មែរបែកបាក់គ្នាអានឹងវាដូចជារឿងបន្ទាយលង្វែកអញ្ចឹងបងប្អូនចាការបែកបាក់សាមគ្គីជាតិគ្នាឬមួយក៏យើងឆ្លោះគ្នាឬមួយក៏យើងអត់រួមមតិអត់សាមគ្គីគ្នាទេហើយយើងប្រឆាំងនឹងរាជរដ្ឋាភិបាលនឹងគឺជាអ្វីដែលពួកសៀមវាចង់បានចាហើយពួកសៀមគឺវាចង់ឃើញជាពិសេសពេលដែលកំពុងតែមានរឿងអញ្ចឹងគឺពួកអាអ្នកប្រឆាំងនៅក្រៅស្រុកហ្នឹងគឺវាបានចាប់ផ្ដើមវាប្រហារមកលើរាជរដ្ឋាភិបាលខ្មែរមែនតើអញ្ចឹងសនំពោដល់បងប្អូនណាកុំជឿលើពួកហ្នឹងឲ្យសោះបងប្អូនព្រោះដោយសារតែពួកហ្នឹងគឺសុទ្ធតែពួកប្រឆាំងទេចាព័ត៌មានចាញ់មកគឺចង់ឲ្យពួកខ្មែរយើងហ្នឹងគឺបាញ់បាក់សាមគ្គីគ្នាមែនតើអញ្ចឹងបើសិនជាអាចបងប្អូនណាឃើញព័ត៌មានវាឲ្យអូសចោលទៅបងប្អូនកុំស្ដាប់អីព្រោះដោយសារតែព័ត៌មានពួកវាសុទ្ធតែព័ត៌មានក្តៅក្រហាយធ្វើឲ្យពួកយើងដែលនៅស្រុកខ្មែរនេះរបៀបថាបែកបាក់សាមគ្គីផ្ទៃក្នុងឬមួយក៏បែកបាក់អាការសាមគ្គីគ្នាតាំងពីយើងរួមដៃគ្នាមកតាំងពីមុនហើយបងប្អូនចាសនំពរដល់បងប្អូនណាយើងត្រូវតែឯកភាពគ្នាចូលរួមជានិច្ចនិងបន្តពហិការរបស់សៀមដើម្បីផ្ដាច់សរសៃឈាមសេដ្ឋកិច្ចរបស់សៀមទាំងអស់គ្នា